ប្រជាជនគ្រប់ព្រះអង្គសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីនាងកញ្ញាបងប្អូនសាធារណជនទាំងអស់ជាទីគោរពរាប់អាននៅពេលនេះក្នុងក្របខ័ណ្ឌក្រុមនៃនាំពាក្យក្រសួងមហាផ្ទៃខ្ញុំប្រកាសថាខ្ញុំសូមប្រគេនគោរពជូនជំរាបជូនអំពីចំនួននៃមុខតំណែងរងក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិនិងពន្ធនាគារក្រសួងមហាផ្ទៃដូចខាងក្រោមអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានមានចំនួនចន្លោះពី4ទៅ6រូបអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិមានចំនួនចន្លោះពី14ទៅ16រូបអគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្សមានចំនួនពី4ទៅ6រូបអគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុចន្លោះពី7ទៅ9រូបអគ្គទីការរងនៃអគ្គទីការដ្ឋានចន្លោះពី5ទៅ7រូបអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចន្លោះពី7ទៅ9រូបអគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មចន្លោះពី7ទៅ9រូបអនុប្រធានបណ្ឌិតសភានគរបាលកម្ពុជាចន្លោះពី8ទៅ10រូបអគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងចន្លោះពី3ទៅ5រូបអនុប្រធានក្រុមប្រឹក្សានីតិកម្មចន្លោះពី5ទៅ7រូបនិងអគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា Digital និងផ្សព្វផ្សាយអប់រំមានចំនួនចន្លោះពី6ទៅ8រូបដោយឡែកចំពោះមុខតំណែងអនុប្រធានសេនាធិការដ្ឋាននិងអនុប្រធាននាយកដ្ឋានកណ្ដាលវិញគឺមានចំនួនចន្លោះពី3ទៅ5រូបអនុប្រធាននាយកដ្ឋាននិងថ្នាក់ប្រហាក់ប្រហែលចន្លោះពី4ទៅ6រូបនាយរងកាយឡ័យនិងថ្នាក់ប្រហាក់ប្រហែលមានចំនួន4រូបនាយរងផ្នែកនិងថ្នាក់ប្រហាក់ប្រហែលមានចំនួន2រូបកលេចមកមើលនៃមុខតំណែងរងចំណុះឲ្យការងារពន្ធនាគារក្រសួងមហាផ្ទៃវិញម្ដងគឺអគ្គនាយករងត្រូវបានកំណត់មានចំនួនចន្លោះពី5ទៅ7រូបអនុប្រធាននាយកដ្ឋាននិងថ្នាក់ប្រហាក់ប្រហែលមាននៃចន្លោះពី4ទៅ6រូបអនុប្រធានមណ្ឌលអប់រំកែប្រែអនុប្រធានពន្ធនាគាររាជធានីខេត្តនិងថ្នាក់ប្រហាក់ប្រហែលត្រូវបានកំណត់ចន្លោះពី4ទៅ6រូបអនុប្រធានកាយឡ័យនិងថ្នាក់ប្រហាក់ប្រហែលមានចំនួន4រូបអនុប្រធានផ្នែកនិងថ្នាក់ប្រហាក់ប្រហែលមានចំនួន2រូបសូមបញ្ជាក់ដែរថាការកំណត់ចំនួនមុខតំណែងនេះគឺថាมันមានអនុភាពប្រតិសកម្មចំពោះមុខតំណែងរបស់មន្ត្រីនគរបាលជាតិមុខតំណែងរបស់មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃដែលបានតែងតាំងរួចរាល់ហើយនោះទេពលគឺមិនធាក់ថយក្រោយបានន័យថាមិនយកប្រកាសនេះទៅអនុវត្តនៅលើអ្វីដែលបានលេចចេញជារូបរាងហើយនោះទេពលគឺមិនរុះរើតម្រឹមនៅតាមចំនួនកំណត់នេះឡើយដោយចាប់អនុវត្តចាប់ពីថ្ងៃចូលជាធរមាននេះទៅមុខតែម្ដងបាទហើយសូមអនុញ្ញាតបញ្ជាក់ប្រគេនគោរពជូនជំរាបជូនដែរថាក្រសួងមហាផ្ទៃតាំងពីដើមអាណត្តិមកគឺបានសិក្សាស្រាវជ្រាវធ្វើការវិភាគមុខងាររចនាសម្ព័ន្ធចាត់តាំងនៃចំណុចអង្គភាពនៃក្រសួងមហាផ្ទៃហើយក៏ឈានរហូតមកដល់ការសម្រេចនៃចេញជាលទ្ធផលនៃចំនួនរងនីមួយៗដោយបានប្រគេនគោរពជូនជំរាបជូនខាងលើអំបញ្ញមិញនេះដែរបាទក្រៅពីនេះគឺតាំងពីដើមអាណត្តិមកក្រសួងមហាផ្ទៃក៏បាននៃទប់ការតែងតាំងចំនួនរងបន្ថែមទៀតផងដែរលើកលែងតែករណីពិសេសនោះទេដែលតែងតាំងចំនួនរងបន្ថែមកន្លងទៅនោះហើយព្រមទាំងកាត់បន្ថយនៅចំនួនរងបានមួយចំនួនថែមទៀតដែរតាមមធ្យោបាយផ្សេងស្របច្បាប់ស្របនីតិវិធីចឹងទេខ្ញុំកាលណាខ្ញុំសូមប្រគេនគោរពជូនជំរាបជូនត្រឹមប៉ុណ្ណឹងនៅមានការកែតម្រង់ជាបន្តទៀតខ្ញុំកាលណាខ្ញុំនឹងប្រគេនគោរពជូនជំរាបជូនជាបន្តសូមថ្វាយបង្គំលាគោរពលាជំរាបលា